សួស្តីបងប្អូនថ្ងៃនេះផងដែរគឺខ្ញុំបានឆាមីបងប្អូនហើយឃើញតគួនដោះនៅស្រែនឹងខ្ចីល្អពេកក៏ទិញមី3កញ្ចប់យកមកឆាមីជាតិរបស់យើងហើយឆាជាមួយនឹងពងទា2 3គ្រាប់នេះជាដំបូងគឺខ្ញុំជៀនពងទាអីស្អិនសិនបងប្អូនហើយបន្ទាប់មកយើងដាក់ស្រុះមីយើងនឹងឲ្យរីកទៅក៏ខ្ញុំដាក់ជាមួយគ្រឿងក្លុកចូលគ្នាអញ្ចឹងទៅបងប្អូនមីជាតិរបស់យើងឆ្ងាញ់ណាបងប្អូនហើយយូរហ្នឹងក៏នឹកឃើញឆាយកូនញ៉ាំម្ដងទៅដោយសារគាត់ហូបតែឆុងតែយូរឲ្យហូបម្ដងទេមិនសូវជាញឹកប្រហែលទេហើយណាស់នឹងម៉ាយតែឃ្លានដែរឃើញតគួនហើយនឹងស្ពៃរបស់យើងខ្ចីបងប្អូនស្ពៃពពងខ្ទឹមបន្តិចហើយដាក់ត្រឡប់បន្លែរបស់យើងចូលជាតិឲ្យទុនសាច់បន្លែទុនជាមួយនឹងស្ពៃនឹងអស់មកបងប្អូនហើយតគួននឹងស្រែនឹងដោះខ្ចីល្អណាស់តែតគួនក្រហមបងប្អូនហ្នឹងតោះតែយើងឆាវាឲ្យទុនសិនដល់មិនចឹងទេវាជ័រណាដាក់ត្រឡប់វាតទៅមកទុនល្មើយទៅបានវាអត់ចាញ់ជ័របានឆ្ងាញ់បងប្អូនហើយក៏ដាក់ប៊ីចេងបន្តិចស្ករបន្តិចទឹកត្រីបន្តិចហ្នឹងព្រោះឲ្យយើងប្រឡាក់គ្រឿងជាមួយនឹងមីរួចរាល់អស់ហើយខ្លាចវាប្រៃជុលប៉ុណ្ណឹងមកល្មមហើយបងប្អូនហើយមិនដឹងថាបងប្អូនចូលចិត្តដូចខ្ញុំអត់ទេខ្ញុំមកបានតែឆាមីឆាអីផងក៏ចូលចិត្តតែបន្លែច្រើនសាច់កូនខ្ញុំគាត់មិនសូវជាហូបប្រមាណដែរទេហើយកូនក្មេងពិបាកយកចិត្តតែបងប្អូនមកអត់ដាក់ហ្នឹងរើតែពេលដាក់ទៅមានអ្នកហូបឯណាហូបតែមីហើយនឹងបន្លែហ្នឹងរូបមន្តឆាមីបែបបន្លែស្រែងាយឆាប់បានហូបបងប្អូនតែប៉ុណ្ណឹងចង់បានហូបបាត់តែនេះនឹងត្រឡប់តលិនចូលគ្នាឲ្យរៀងទុនបន្លែនឹងចូលគ្រឿងចូលខៅអស់មកហ្នឹងក៏បានហូបហើយបងប្អូនណាឆ្អិនល្មមហើយមើលទៅតំណងអត់បងប្អូនហើយក៏មកចាប់ផ្ដើមមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាបងប្អូននេះចាប់ផ្ដើមដួសដាក់ចានទៅហើយក្តៅហុយជាមួយនឹងបន្លែធម្មជាតិពិតហ្មងណាហើយសម្រាប់កូនខ្ញុំយូរម្ដងអីអញ្ចឹងបងប្អូនណាដាក់បាត់ហើយគេថាប្លែកមាត់ទៅណាបើតារៀងញឹកវិញមិនតែមើលផងកូនក្មេងហើយចិត្តទៅរនឹកទៅឲ្យតែគាត់បានហូបអញ្ចឹងណាហើយកុំសូវជាចង់ឲ្យហូបប្រហែលដែរថាយូរហ្នឹងក៏ឲ្យហូបម្ដងអត់ទៅឲ្យហូបច្រើនទេខ្លាចឈឺពោះឈឺអីអញ្ចឹងទៅសម្រាប់កូនក្មេងថ្ងៃហ្នឹងញ៉ាំមីឆាបងប្អូនអើយ